សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញពីតិចនិចសម្រាប់បងប្អូនដែលគាត់ចង់ចេះលេងឆាតនៅក្នុងទូរស័ព្ទមួយហើយដោយមិនបាច់ switch account ទៅវិញទៅមកនេះឆាតរបស់ខ្ញុំមួយហើយបើសិនជាចង់លេង account 2ទោះតែយើង switch account មួយដាក់ account មួយទៀតមិនអញ្ចឹងប៉ុន្តែដោយយើងមិនបាច់ធ្វើអញ្ចឹងទេបើសិនជាយើងចង់លេង2 account ហើយប្រើឆាត2ខុសគ្នាតែម្ដងក៏បានដែរដោយប្រើមុខងារ clone app បងប្អូនហើយនៅក្នុងទូរស័ព្ទទាំងអស់សិតតែមានមុខងារនឹងទាំងអស់បាទបងប្អូនធ្វើតាមខ្ញុំមកបងប្អូនគ្រាន់តែចូលទៅក្នុង setting បាទបន្តមកទៀតបងប្អូនបើសិនជារកនៅក្នុងនេះវាអត់ងាយរកទេវាពិបាករកអញ្ចឹងហើយយើងចុច search ក៏បានដែរប៉ុន្តែទូរស័ព្ទខ្លះអស់ទៅគឺឃើញបែបនេះ app cloner បងប្អូនគ្រាន់ចុចចូលទៅឃើញនេះបងប្អូនមាន Facebook Messenger ហើយ Telegram ហើយមុខងារហ្នឹងវាតម្រូវឲ្យតែ3កម្មវិធីហ្នឹងទេកម្មវិធីផ្សេងៗទៀតមិនអាច clone បានទេបាទអញ្ចឹងហើយបងប្អូនបើសិនជាអត់ឃើញដូចខ្ញុំបងប្អូនចុច line search នេះបងប្អូននេះជា line search ខាងលើហ្នឹងចូល setting មកបន្តទៀតនៅខាងលើបំផុតហ្នឹងវាដាក់ line search ហើយបងប្អូនចុចពាក្យថា app clone មកបាទចឹងមកគឺវាចេញហើយបងប្អូននេះមើលតាមអក្សរហ្នឹងទៅបើសិនជា overall app នៅអត់ឃើញណាបាទជាស្រ័យបន្តទៀតចុចចូលមកហើយក្នុង3កម្មវិធីហ្នឹងដូចជា Facebook ឬក៏ Messenger បងប្អូនចង់ clone មួយណាបងប្អូនចុចយកមួយហ្នឹងទៅខ្ញុំចុចយក Messenger មួយផ្លាច់មកបន្តទៀតខ្ញុំចុចបើកកន្លែងនេះចុចបើកមកពឹប app បាន clone រួចរាល់បងប្អូនហើយយើង save មក Messenger clone នេះយើងដាក់ Messenger មួយរូបយកមក2យកមកតែយើងដាក់ទៅបងប្អូនអូខេហើយបែកមកក្រោយមកហើយអស់មកយើងរក app ដែលយើង clone មិញហ្នឹងបងប្អូននេះ Messenger ទី2បាទទៅចូលមកបាទរងចាំបន្តិចបាទមកដល់កន្លែងនេះវាយ account របស់យើងដែលមានមកបងប្អូនវាយ account របស់បងប្អូនដែលចង់លេង account ទី2ហ្នឹងហើយ Messenger មួយទៀតរបស់ខ្ញុំមួយនេះឃើញទេបងប្អូននៅតែ like ពីគ្នាអញ្ចឹងបាទគ្នាមកហេញ៉ាំបងប្អូនអាចលេងបានទាំងពីរដោយមិនបាច់ប្រូ account ទៅមកទេបាទអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ